So let's pray together. ចឹងមុននឹងចាប់ផ្ដើមសូមបងប្អូនខ្ញុំសូមជម្រាបថាអ្នកគ្នាជាមួយសិន Grace, a merciful Father who loves us. Thank you so much, Father. ព្រះដែលទ្រង់បានទៅដល់ព្រះគុណនិងក្តីស្រឡាញ់ឲ្យគុណសូមអរព្រះគុណទ្រង់ខាងណា We were miserable, terrible sinners before you, but you loved us and saved us unconditionally. ព្រះគុណគឺជាតែមានអំពើបាបនៅចំពោះទ្រង់ប៉ុន្តែក៏ដោយសេចក្តីស្រឡាញ់គឺទ្រង់បានជួយសង្គ្រោះកូនដែលឥតលក្ខខណ្ឌអ្វីទាំងអស់ Our Lord, we are your precious children, so that's why we need your guidance and help. ព្រះដែលជាព្រះម្ចាស់នៃគុណអ្នកគ្នាឥឡូវនេះកូនបានខ្លាយទៅជាកូនស្រីរបស់ទ្រង់ហើយនេះក្នុងការនៃគុណនោះគឺកូនពិតជាត្រូវការជំនួយនៃការដឹកនាំដែលមកអំពីទ្រង់ខាងណា We are so weak and we have many things lacking, so that's why we need your guidance. បើដែលព្រះគុណអ្នកគ្នាជាជំនួយដែលតូចទាបកូនពោពេញទៅដោយសេចក្តីកំសោជាខ្លាំងហើយនេះគឺកូនពិតជាត្រូវការជំនួយនិងការដឹកនាំដែលមកអំពីទ្រង់ជាខ្លាំងណាស់ Father, please give us spiritual food in this time. បើដែលនៅក្នុងគណៈពេលនេះផងដែរសូមទ្រង់បានប្រទានដល់កូនទាំងគ្នាទទួលបាននូវអាហារខាងឯព្រលឹងវិញ្ញាណរបស់កូនផង Please help us so that we can grow more and more. សូមទ្រង់បានគង់នៅជាជំនួយដល់កូនទាំងអស់គ្នាដើម្បីឲ្យកូនបានរស់នៅនិងមានការរីកចម្រើនលូតលាស់ទៅខាងឯព្រលឹងវិញ្ញាណជារឿងដរាបផងដែរ And then please let your glory shine the world through our life. សូមទ្រង់បានប្រទានឲ្យសេរីរុងរឿងរបស់ទ្រង់បានបំភ្លឺរស្មីទៅដល់លោកីយនេះតាមរយៈជីវិតរបស់កូនទាំងអស់គ្នា And then please give us compassion heart for the lost soul. ហើយសូមទ្រង់បានប្រទានដល់ដួងចិត្តកូនទាំងអស់គ្នាមាននូវការអាណិតមេត្តាទៅកាន់វិញ្ញាណដែលបាត់បង់នៅជុំវិញខ្លួនរបស់កូន We know that there are so many lost souls in Cambodia. កូនពិតជាបានដឹងជាច្បាស់ថាមានវិញ្ញាណដែលបាត់បង់ជាច្រើននៅក្នុងប្រទេសកម្ពុជារបស់កូនដែរ They don't know you and true hope and true love. បើពួកគាត់មិនបានស្គាល់អំពីព្រះនាមរបស់ទ្រង់មិនបានស្គាល់អំពីអ្វីទៅជាសេចក្តីពិតនិងសេចក្តីស្រឡាញ់របស់ទ្រង់ឡើយ Please teach them, let them know your love and grace. សូមទ្រង់បានបង្ហាត់បង្រៀនឲ្យពួកគាត់អរគ្នាបានទទួលស្គាល់នៅសេចក្តីស្រឡាញ់ក៏ដូចជាព្រះគុណរបស់ទ្រង់ផង In this time, be with us, teach us your word clearly. ហើយនៅក្នុងគណៈពេលនេះផងដែរសូមទ្រង់បានគង់នៅជាមួយនឹងកូនអរគ្នាបង្ហាញឲ្យដួងចិត្តកូនទាំងអស់គ្នាបានយល់ពីគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ឲ្យបានស៊ីជម្រៅផង Thank you for everything we pray in the name of our Lord Jesus Christ. គុណសូមអរព្រះគុណទ្រង់សម្រាប់គ្រប់យ៉ាងនិងគ្រប់កិច្ចការទាំងអស់គាត់អធិដ្ឋានទូលថ្វាយនៅក្នុងព្រះនាមព្រះអម្ចាស់គឺព្រះយេស៊ូវគ្រីស្ទ Amen. Amen. 좀 썩서바이 បងប្អូនអរគ្នាសុខសប្បាយអត់ 썩서바이온. Why 썩서바이온? So we are true born again Christians, so that's why we have to live happy life. ចឹងនៅក្នុងនាមយើងគឺជាគ្រីស្ទានយើងបានកើតថ្មីយ៉ាងពិតប្រាកដចឹងក្នុងជីវិតដែលយើងរស់នៅយើងក៏គួរតែរស់នៅក្នុងជីវិតមួយដែលពោរពេញទៅដោយសេចក្តីអំណរដូចគ្នា Peaceful life, joyful life. That is true born again Christian life. គឺជាជីវិតដែលយើងបានរស់នៅយើងពោរពេញទៅដោយសេចក្តីអង្គសេចក្តីសុខសាន្តនិងអំណរជានៅក្នុងចិត្តរបស់យើងនោះហើយទៅហៅថាជាជីវិតនៃគ្រីស្ទានដ៏ពិតប្រាកដ Then sometimes we lost our joyful life, peaceful life. តែទោះយ៉ាងណាទៅយើងក៏បានបាត់បង់នៅសេចក្តីសុខសាន្តក៏ជាអំណរនៅក្នុងដួងចិត្តនៃជីវិតរបស់យើងដូចគ្នា Do you know why? បងប្អូនដឹងថាហេតុអីអត់ Why? ដោយសារអីទៅ Because of our sin. អញ្ចឹងគឺបញ្ហាដែលនាំឲ្យយើងបាត់បង់នៅសេចក្តីសុខនៅក្នុងជីវិតរបស់យើងនោះគឺដោយសារតែអំពើបាបរបស់យើងហ្នឹងឯង You know? So that's why if you realize that you are something wrong and sin mistake, that you must repent. ដូច្នេះហើយនៅពេលដែលយើងបានដឹងថាយើងបានធ្វើនៅកំហុសឬក៏ធ្វើនៅការណាមួយដែលខុសឆ្គងឬក៏ប្រព្រឹត្តនៅអំពើបាបនៅចំពោះព្រះយើងត្រូវតែលន់ទួននឹងសារភាពកំហុសទៅកាន់ព្រះឆ្នេះ Do you know what I'm saying? បងប្អូនយល់ពីអត្ថន័យដែលគាត់មានប្រសាសន៍ទៅកាន់បងប្អូនអរគ្នាមែនទេ If you have something wrong, mistake and sin, you must repent immediately. ចឹងគឺគាត់សូមជម្រាបម្ដងទៀតថាកាលតែយើងបានធ្វើនៅទៅកំហុសប្រព្រឹត្តនៅអំពើបាបឬក៏ការដែលយើងមិនបានតាំងចិត្តយ៉ាងណាក្តីគឺយើងត្រូវតែសារភាពកំហុសមួយនោះហើយត្រូវតែប្រែចិត្តនិងសុំការអភ័យទោសពីទ្រង់ក្នុងខណៈពេលដែលយើងបានធ្វើខុស And
then we can grow spiritually and physically. ចឹងគឺដើម្បីឲ្យយើងបានមានការរីកចម្រើនលូតលាស់ទៅខាងឯជីវិតខាងឯព្រលឹងវិញ្ញាណរបស់យើងនឹងគឺនឹងលូតលាស់ទៅជាមិនខាន If you do not repent, your life is just like a religious life, a normal life, an ordinary people's life. ប៉ុន្តែកាលណាយើងបានធ្វើខុសហើយយើងមិនបានសារភាពកំហុសនោះទៅកាន់ព្រះតែជីវិតរបស់យើងគឺមិនខុសអំពីអ្នកដែលគ្រាន់តែជឿព្រះជឿរបៀបតាមសាសនានោះទេគឺដោយពួកគេទាំងអស់នោះចឹង God so loved you. បងប្អូននឹងថាព្រះពិតជាស្រឡាញ់ដល់បងប្អូនយើងទាំងអស់គ្នាខ្លាំងណាស់ So that's why God knows everything. ដូច្នេះព្រះនឹងក៏ជ្រាបគ្រប់យ៉ាងនៃគ្រប់ការទាំងអស់ដូចគ្នាដែរ We cannot hide our mistake, sinful things. ហើយយើងក៏អាចក្រោបបានឬក៏លាក់បានគ្រប់ទាំងកំហុសក៏ដូចជាការសម្ងាត់ឬក៏អំពើបាបរបស់យើងនៅចំពោះទ្រង់បានឡើយ That's why God shows us something a wrong mistake at the time. Oh my Lord, my Father, I have a mistake. I have a sin. Please forgive me. ដូច្នេះគឺព្រះទ្រង់តែងតែបើកសម្ដែងបង្ហាញយើងបានដឹងថាយើងគឺបានធ្វើនៅទោសកំហុសដែលខុសឆ្គងនៅចំពោះទ្រង់ហើយដូច្នេះដែលយើងបានដឹងខ្លួនគឺយើងត្រូវតែអធិដ្ឋានត្រូវតែលន់តួត្រូវតែសុំនៅការអភ័យទោសនោះមកពីព្រះបន្ទា Then we will recover your peaceful life, your joyful life, your happy life. ក៏ដើម្បីឲ្យយើងអាចសាស្ដានៅគ្រប់ទាំងសេចក្តីសុខទាំងអំណរនៅក្នុងជីវិតរបស់យើងនឹងឲ្យវាបានចូលត្រឡប់មកកាន់យើងវិញ Amen. Don't hide your sinful things. ចឹងសូមឲ្យបងប្អូនទាំងគ្នាព្យាយាមក្នុងការគ្រប់បានគ្រប់ទាំងកំហុសនិងអំពើបាបរបស់យើងឡើយ Keep in mind, God knows everything. ព្រោះយើងត្រូវតែចងចាំថាព្រះគឺទ្រង់ជ្រាបគ្រប់យ៉ាងទាំងអស់គឺយើងមិនអាចលាក់កំបាំងនៅចំពោះទ្រង់បានទេ Amen. Today we are going to study just humble. We must be humble. អញ្ចឹងនេះគឺយើងនឹងសិក្សាជាមួយគ្នាអំពីសេចក្តីដែលយើងមានដួងចិត្តដែលរៀបសារដូច្នេះយើងគឺត្រូវតែមាននៃការដែលភាពរៀបសារសេចក្តីរៀបសារនោះគឺនៅក្នុងដួងចិត្តរបស់យើងជានិច្ច Today's theme is like God gives grace to the humble. ចឹងដូចតែមកលើនឹងអញ្ចឹងគឺបានថាព្រះទ្រង់ប្រទានព្រះគុណដល់អ្នកដែលមានចិត្តរៀបសារ Humility and រៀប arrogance. សារហើយនឹងភាពក្រអឺតក្រទម But you know, humility of life is not the easy way. ប៉ុន្តែមានទៅក្នុងការដែលយើងចង់រស់ហើយយើងប្រកាន់ភ្ជាប់នៅដួងចិត្តដែលយើងតែងតែមាននៅសេចក្តីរៀបសារនោះពេលខ្លះវាអត់ងាយស្រួលសម្រាប់យើងក្នុងការធ្វើវាទេ We who have been saved must also continue to be humble. ចឹងបើទោះបីជាបងប្អូនយើងអត់មានដែលយើងទទួលបានសេចក្តីសង្គ្រោះពីព្រះហើយជីវិតរបស់យើងនេះគឺយើងរស់នៅយើងត្រូវតែប្រកាន់ភ្ជាប់នៅដួងចិត្តដែលរៀបសារនោះជានិច្ច Because God gives grace to the humble. ព្រោះយើងត្រូវចង Sure. ចាំថាព្រះទ្រង់នឹងផ្ដល់គ្រប់ទាំងព្រះគុណរបស់ទ្រង់ទៅកាន់អ្នកដែលមានដួងចិត្តរៀបសារ We must be careful not to let pride come into our lives. ហើយយើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចដើម្បីកុំឲ្យសេចក្តីអំនួតភាពក្អើតកតោនោះគឺវាបានចូលមកកាន់ជីវិតរបស់យើងឡើយ God resists the proud. ចឹងគឺព្រះគឺទ្រង់នឹងវិញ្ញាណនឹងអត់ទៅសម្រាប់អ្នកដែលមានដួងចិត្តកោកកាចអ្នកដែលមានដួងចិត្តក្អើតកតោ So that's why we have to become the humble person. ដូច្នេះយើងត្រូវតែរស់នៅយើងត្រូវតែប្រកាន់ភ្ជាប់ក្នុងនាមជាកូនរបស់ព្រះត្រូវតែមានដួងចិត្តដែលរៀបសារជានិច្ច Okay. ក៏បែបនេះដែរ So 그러면 자, this part you should this part. ចឹងខ្ញុំនឹងអាននៅខាងលើនឹងជូនព្រះជាម្ចាស់ទ្រង់ទប់ទល់នឹងមនុស្សមានអំនួតប៉ុន្តែទ្រង់ប្រទានព្រះគុណដល់មនុស្សរៀបសារ Yes. But how to live the humble life? ប៉ុន្តែសំណួរសំខាន់តើយើងអាចរស់នៅដែលយើងមានសេចក្តីរៀបសារនៅក្នុងដួងចិត្តរបស់យើងនោះបានដោយរបៀបណាទៅ To receive God's grace, you must be humble in every possible way. អញ្ចឹងក្នុងការដែលយើងអាចទទួលបាននៅព្រះគុណរបស់ព្រះបានជាដំបូងនោះតែយើងបន្ទាបខ្លួនឯងយើងត្រូវតែមានដួងចិត្តដែលរៀបសារគ្រប់ទាំងផ្លូវគ្រប់ទាំងកិច្ចការដែលយើងធ្វើជាមុនសិន How to be humble life? ចឹងតើយើងអាចរស់នៅដែលយើងមានដួងចិត្តដែលរៀបសារនៅក្នុងជីវិតរបស់យើងបានដោយរបៀបណាទៅ Just like 그냥 you shouldn't look down on others and respect others or something like that. ឬក៏បងប្អូនគាត់ថាអូយើងមិនត្រូវមើលងាយអ្នកដទៃយើងត្រូវតែគោរពទៅកាន់អ្នកដទៃនៅជុំវិញខ្លួនរបស់យើងបែបហ្នឹងឬក៏យ៉ាងណា First of all, don't forget all his benefits.
ចឹងជាដំបូងនោះគឺកុំឲ្យយើងភ្លេចគិតអំពីថាតាមនុស្សអ្នកនឹងតែគាត់ធ្លាប់បានធ្វើផ្ដល់ជាគុណប្រយោជន៍ឬក៏ធ្វើកិច្ចការល្អណាស់ខ្លះសម្រាប់យើងជាមុនសិន Don't forget God's grace and love. ហើយក៏ដូចគ្នាដែរយើងរស់នៅគឺយើងមិនត្រូវភ្លេចអំពីព្រះគុណនិងសេចក្តីស្រឡាញ់របស់ព្រះ If you lose the God's grace and love, and then we should become arrogant. កាលណាយើងបានរស់នៅក្នុងចិត្តរបស់យើងយើងបានសញ្ជឹងកើតអំពីគ្រប់ទាំងព្រះគុណនិងសេចក្តីស្រឡាញ់ដែលព្រះបានប្រទានមកកាន់យើងទេច្បាស់ណាស់ដួងចិត្តរបស់យើងនឹងចេញមកនៅភាពក្អឹកក្តោងការអួតអាងជាមិនខាន So, so mang tiếng cái này mỗi bị bái. ប្រឡងអញអើយចូលសរសើរដល់ព្រះយេហូវ៉ាចុះហើយកុំឲ្យភ្លេចបណ្ដាព្រះគុណណាមួយរបស់ទ្រង់ឡើយដែលទ្រង់អត់ទោសចំពោះអស់ទាំងការទៅចរិតរបស់ឯងទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា Yes. So, forget not all his benefits. អញ្ចឹងគឺដូចក្នុងខកពីខាងលើនឹងអញ្ចឹងគឺយើងមិនត្រូវភ្លេចពីគ្រប់ទាំងព្រះគុណរបស់ព្រះឡើយមិនត្រូវភ្លេចឡើយ And then the moment we forget God's grace, we become arrogant. អញ្ចឹងគឺនៅក្នុងខណៈពេលដែលយើងរស់នៅហើយយើងមិនបានគិតអំពីព្រះគុណរបស់ព្រះនោះឯងគឺពេលនោះគឺដូចជាយើងគឺចាប់ផ្ដើមនៅពោពេញទៅដោយភាពក្អឹកក្តោងអួតអាងកម្មការនេះគឺវានឹងចេញមក So that think deeply about how I was saved. ដូច្នេះសូមបងប្អូនត្រូវតែសញ្ជឹងគិតគឺយើងត្រូវតែសញ្ជឹងគិតឲ្យបានមែនទេថាតើមុននឹងយើងទទួលបានសេចក្តីនោះតើខ្ញុំជាមនុស្សបែបណាទៅ Let us deeply meditate on the blessing I have received. ហើយយើងត្រូវតែសញ្ជឹងគិតពីគ្រប់ទាំងព្រះគុណក៏ដូចជាព្រះពរសពគ្រប់យ៉ាងដែលព្រះទ្រង់បានប្រទានមកកាន់យើងដូចគ្នា We were so destined for hell. ពីព្រោះវិញ្ញាណរបស់យើងមុននឹងយើងទទួលបានសេចក្តីសង្គ្រោះគឺវិញ្ញាណរបស់យើងគឺជាអ្នកដែលនឹងត្រូវធ្លាក់ចូលទៅក្នុងបឹងភ្លើងនោះទេ And even now we are people who make so many mistakes and are so lacking. ហើយបើទោះបីជាឥឡូវនេះក្នុងជីវិតរបស់បងប្អូនយើងអ្នកគ្នាពេលខ្លះយើងក៏ប្រព្រឹត្តនៅកំហុសខុសឆ្គងជាច្រើនហើយយើងក៏នៅតែមានចំណុចដែលខ្វះខាតជាច្រើនដូចគ្នា But however, God always loves you, care for you. ប៉ុន្តែយ៉ាងណាក៏ដោយគឺព្រះក៏ទ្រង់នៅតែមានព្រះហឫទ័យដែលស្រឡាញ់ដល់យើងនិងថែរក្សានិងការពារដល់យើងជានិច្ច Always. គឺទ្រង់តែងតែយកប្រតិទុកដាក់ចំពោះយើង The problem is us. ប៉ុន្តែវាជាបញ្ហានោះគឺយើងឯង What is the problem? តែអីទៅជាបញ្ហានោះ We forget His all benefit easily. ចឹងគឺយើងភ្លេចគ្រប់ទាំងប្រគុណរបស់ទ្រង់នឹងគឺភ្លេចទៅដោយងាយស្រួលមែនតើ Amen. Your blood of Jesus Christ is miracle, big ចឹ blessing. ងគឺដោយព្រះហត្ថរបស់សិទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទនោះហើយគឺជាព្រះពរអត់តាមព្រះពរគឺជាព្រះគុណដ៏ធំធេងបំផុតសម្រាប់ជីវិតរបស់យើងរាល់គ្នា And then you should sometimes we forget His all benefit easily. ចឹងហើយតែពេលខ្លះគឺយើងភ្លេចគ្រប់យ៉ាងគ្រប់ទាំងព្រះគុណដែលទ្រង់បានប្រទានមកកាន់យើងនោះគឺភ្លេចទៅដោយងាយស្រួលមែនតើ And then Ephesians chapter 2 verse 1 says, like that. You, God made alive. ចឹងគឺដូចក្នុងព្រះគម្ពីរអេពីសូតចំពុក2នេះចឹងគឺព្រះទ្រង់ជាអ្នកប្រោសឲ្យយើងរាល់គ្នានឹងគឺបានរស់ឡើង What does it mean? Is God made it alive? ចឹងតាមមានន័យមិនទៅតែទ្រង់ប្រោសយើងឲ្យយើងបានរស់ពីដើមដែលពីដើមយើងជាអ្នកដែលស្លាប់នោះតាមមានន័យមិនទៅ We were dead in trespasses and sin. ចឹងនៅពីដើមចឹងគឺបងប្អូនយើងនេះគឺយើងបានស្លាប់នៅក្នុងសេចក្តីរំលោភស្លាប់នៅក្នុងអំពើបាបរបស់យើងម្នាក់ៗ We were destined to go to hell forever because of our sin. ហើយយើងគឺជាអ្នកដែលនឹងត្រូវធ្លាក់ចូលទៅក្នុងបឹងភ្លើងគឺសាកសមបំផុតដែលនឹងត្រូវចូលទៅក្នុងបឹងភ្លើងដោយសារតែអំពើបាបរបស់យើង We were not worthy of going to heaven. ហើយយើងគឺពិតជាអត់មានគុណតម្លៃដែលស័ក្តិសមនឹងចូលទៅរស់នៅឯនគរឋានសួគ៌របស់ព្រះឡើយ But God loves you unconditionally. ប៉ុន្តែគឺដោយសារតែសេចក្តីស្រឡាញ់ដ៏មានលក្ខខណ្ឌរបស់ព្រះទើបទ្រង់បានសង្គ្រោះដល់យើង You learn? People you will say we were dead in trespasses and our sins. ចឹងដូចមុនកាលយើងទទួលបានសេចក្តីសង្គ្រោះចឹងគឺយើងគឺជាអ្នកដែលបានស្លាប់នៅក្នុងសេចក្តីរំលងស្លាប់នៅក្នុងអំពើបាបរបស់យើង But God so loved you, God made alive. ប៉ុន្តែគឺដោយសារតែសេចក្តីស្រឡាញ់គឺព្រះទ្រង់ពិតជាមានការស្រឡាញ់ចំពោះយើងនោះគឺធំធេងទេដូច្នេះគឺទ្រង់បានជួយសង្គ្រោះដល់យើងទ្រង់ក៏បានប្រោសឲ្យយើងបានរស់ឡើងវិញ Let's go to verse 2, 3 say. ចឹងខ្ញុំនឹងអាននៅក្នុងខគម្ពីរអេពីសូតខាងលើនេះជូនជាការដែលអ្នករាល់គ្នាបានប្រព្រឹត្តតាមរបៀបលោកីនេះគឺតាមមេគ្រប់គ្រងរាជលើអាកាស
ជាវិញ្ញាណដែលសពថ្ងៃនេះបណ្ដាលមកក្នុងពួកមនុស្សរឹងជជែកយើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរដោយសេចក្តីបងប្រាថ្នារបស់សាច់ឈាមយើងតែប្រព្រឹត្តសេចក្តីដែលសាច់ឈាមនិងគំនិតយើងចង់បានផលហើយតាមកំណើតយើងនោះយើងជាមនុស្សជាប់ក្នុងសេចក្តីខ្ញាល់ដូចជាមនុស្សឯទៀតដែរ Amen. Before you were saved, our life was like that. ចូលនៅក្នុងខកពីកន្លងនឹងគឺបានចាញ់អំពីជីវិតរបស់បងប្អូនយើងទាំងអស់គ្នាមុននឹងការដែលយើងទទួលបាននៅសេចក្តីសង្គ្រោះពីព្រះ We love the world. ចឹងគឺយើងមានដួងចិត្តដែលស្រឡាញ់ដល់លោកី So you know, sometimes this now we are before God. ចឹងជាដំបូងគឺគាត់សូមតបសូមការអធិស្ឋានបងប្អូនអរគ្នាដែលយើងនឹងរៀនពីខពីនេះដោយសារតែឥឡូវនេះគឺយើងត្រូវតែដាក់ខ្លួនយើងនៅចំពោះព្រះ Now I saw you everyone. ចឹងដល់ឥឡូវនេះចឹងដូចគាត់ឈរខាងលើចឹងគាត់មើលទៅឃើញសកម្មភាពបងប្អូនយើងដែលអង្គុយហ្នឹងគឺឃើញទាំងអស់គ្នា It's so peaceful, so. ដោយសារតែគ្នាយើងក៏មានទីដែរចឹងក៏ងាយស្រួលក្នុងការដែលមើលទៅគឺមើលឃើញបានទាំងអស់គ្នា You guys, you know, now smartphone, okay? Now ឥឡូវនេះមានបងប្អូនខ្លះលើកលែងទូរស័ព្ទដែរអត់ I'm so sad. ចឹងបើសិនជាមានអ្នករបស់ហ្នឹងគឺគាត់ពិតជាខូចចិត្តមែនទេ No more. អញ្ចឹងដូចពេលដែលយើងរៀនព្រះបន្ទូលគឺគាត់ពិតជាសូមថាគឺយើងត្រូវតែផ្ដោតអារម្មណ៍ផ្ដោតនៅក្នុងការដែលយើងនឹងស្ដាប់នៅព្រះបន្ទូលរបស់ព្រះទាំងអស់គ្នា Now we are before God. ព្រោះអីកាលណាយើងបានចូលមកថ្វាយបង្គំព្រះអញ្ចឹងគឺយើងកំពុងតែស្ថិតនៅចំពោះមុខព្រះហើយ Don't deceive yourself. ហើយយើងកុំឲ្យបើកបញ្ឆោតដល់ខ្លួនឯងឡើយ Are you saved? តើបងប្អូនអរគ្នាពិតជាច្បាស់ថាយើងពិតជាទទួលបានសេចក្តីសង្គ្រោះហើយនៅ Deceive yourself. កុំឲ្យយើងបើកបញ្ឆោតខ្លួនឯងឡើយ We must serve God. ចឹងគឺជាដំបូងគឺយើងត្រូវតែមានចិត្តដែលយើងត្រូវតែបម្រើទៅកាន់ព្រះ And that God help you ហើយ surely. ពេលនោះឯងគឺព្រះទ្រង់នឹងជួយទ្រង់នឹងផ្ដល់របបយ៉ាងមកកាន់យើងយ៉ាងជាក់ច្បាស់ណាស់ You learn? First serve God. ជាដំបូងនោះគឺយើងត្រូវតែមានដួងចិត្តដែលយើងចង់គោរពប្រតិបត្តិទៅកាន់ព្រះបម្រើដល់ព្រះជាមុនសិន Our life like this, our life. ហើយនេះហើយគឺជាជីវិតរបស់យើងដល់គ្នាមុននឹងការដែលយើងទទួលបាននៅសេចក្តីសង្គ្រោះពីព្រះ Whether you guys believe or not, your life like that. ទោះបីជាបងប្អូនជឿឬក៏មិនជឿយ៉ាងណាក៏ដោយប្រកបនេះហើយគឺជាជីវិតរបស់យើងទាំងអស់គ្នាពីដើម You once walk according to the course of this world. ចឹងគឺយើងតែងតែធ្វើគ្រប់យ៉ាងធ្វើតាមកិច្ចការនៃលោកីធ្វើតាមតែសេចក្តីបងប្រាថ្នារបស់យើងនឹងឯង You live following the devil. Your life is satanic life, devil life. ហើយយើងក៏រស់នៅតាមលោកីគឺធ្វើតាមមេក្រុងរាជនៅលើអាកាសហ្នឹងក៏ដូចជាអរិយវិជ្ជាអ្នកគ្រប់គ្រងជាអ្នកត្រួតត្រងនៃជីវិតរបស់យើង Disobeying many things. យើងតែងតែមានដួងចិត្តដែលយើងមិនចង់ស្ដាប់បង្គាប់គ្រប់យ៉ាងទាំងអស់គឺច្រើនលើកច្រើនសារ Sometimes easily hate someone, and greedy, lying, judge others. ដោយពេលខ្លះចិត្តដួងចិត្តរបស់យើងគឺវាតែងតែចេញមកក្នុងការដែលយើងងាយស្អប់ទៅកាន់អ្នកដទៃយើងចំណែនគំគួរគ្រប់បែបយ៉ាងទាំងអស់យើងនិយាយវិនិច្ឆ័យដល់អ្នកដទៃគឺមានគ្រប់យ៉ាងអស់គឺចេញពីដួងចិត្តរបស់យើង We live according to our lust. ហើយយើងក៏បានរស់នៅនឹងធ្វើតាមគ្រប់តែសេចក្តីបងប្រាថ្នាខាងឯសាច់ឈាមរបស់យើង Before you were saved, this was the kind of our life. We live like that. នេះហើយគឺជាជីវិតរបស់យើងទាំងអស់គ្នាមិនថាបងប្អូនឬខ្ញុំទេយើងរស់នៅបែបនេះឯងមុននឹងការយើងទទួលបាននៅសេចក្តីសង្គ្រោះ Our lives have been lived in sinful life. គឺជាជីវិតដែលយើងរស់នៅពោពេញទៅដោយអំពើបាបដ៏ក្រាស់ឃ្មឹកបំផុត So that's why we have so many regret. ចាំមិនតែពេលដែលយើងសញ្ជឹងកាត់អំពីជីវិតរបស់យើងពីមុនទៅគឺយើងពិតជាមានដួងចិត្តដែលយើងសោកស្ដាយច្រើនខ្លាំងណាស់ What about you? This picture is it good? ចុះចំពោះរូបនេះវិញបងប្អូនគាត់ថាជារូបភាពដែលស្រស់ស្អាត Our life so is messy life. រូបនេះគឺដូចជាជីវិតរបស់យើងមុននឹងយើងទទួលបានការសម្បូរព្រះចឹងគឺវាពោពេញទៅដោយភាពរញ៉េរញ៉ៃច្របូកច្របល់ Without salvation, life would always be chaotic. នេះហើយគឺជាជីវិតរបស់យើងមុននឹងបើសិនជាយើងអត់មានសេចក្តីសង្គ្រោះអត់មានព្រះនោះទេជីវិតយើងគឺបែបនេះឯង Best of. គឺជាជីវិតដែលរញ៉េរញ៉ៃច្របូកច្របល់ជាខ្លាំង What is the purpose of my life? Value of my life? What is my future hope? Nothing. ហើយយើងក៏បានដឹងថាតើអីទៅជាគោលដៅនៃជីវិតរបស់យើងតើអីទៅជាសេចក្តីសង្ឃឹមនៃជីវិតរបស់យើងយើងគឺអត់ដឹងអ្វីគ្រប់យ៉ាងទាំងអស់ Looks like our life is warm. ជីវិតរបស់យើងគឺប្រៀបដូចជាសត្វតកៅដ៏តូចមួយចឹង Like a beast. មកទៅដូចជាសត្វពាហនៈសត្វដែលឆេះដូចដែរ Our heart will fill with lots of
trash. ហើយនេះគឺជាដួងចិត្តរបស់យើងគឺជាដួងចិត្តដែលពោពេញទៅដោយសម្រាមដ៏ក្រាស់ថ្មឹកនៅក្នុងនោះ So our life was miserable, so sad, and regretful life. ចឹងហើយជីវិតរបស់យើងគឺយើងពោពេញទៅដោយការសោកស្ដាយជីវិតដែលពោពេញទៅដោយសេចក្តីវេទនាគ្រប់បែបយ៉ាងទាំងអស់គឺនៅក្នុងនោះ However, we are saved, and God set our life right. ទោះបីជាយ៉ាងណាក្តីគឺជីវិតរបស់យើងនៅពេលយើងទទួលបានសេចក្តីសង្គ្រោះគឺព្រះគឺទ្រង់ជាអ្នកត្រួសត្រាជាអ្នករៀបចំផ្លូវជីវិតរបស់យើងឲ្យយើងដើរទៅរកសេចក្តីត្រឹមត្រូវរបស់ទ្រង់ Let's go to verse 2, 4, 5. 소망되어 그녀 모이 비바이 ប៉ុន្តែព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដល់លើលោកដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំងដែលទ្រង់មានយើងរាល់គ្នាក្នុងការដែលយើងរាល់គ្នានៅស្លាប់ក្នុងការរំលងនៅឡើយនោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ជាមួយនឹងព្រះគ្រីស្ទគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះ Yes. We have also come to realize the value of life and live humbly. ចឹងនៅពេលដែលយើងទទួលបានសេចក្តីសង្គ្រោះហើយយើងក៏បានដឹងថាតើអីទៅជាគុណតម្លៃនៃជីវិតរបស់យើងហើយយើងក៏រស់នៅដោយមានសេចក្តីរៀបសារនៅក្នុងដួងចិត្តរបស់យើងដែរ Before we were saved, our life is vanity of vanity. All is vanity. ប៉ុន្តែមុននឹងការដែលយើងទទួលបានសេចក្តីសង្គ្រោះពីព្រះវិញជីវិតរបស់យើងអ្វីដែលគ្រប់យ៉ាងដែលយើងធ្វើសុទ្ធសឹងតែជាការអាសាអត់ការទទេទាំងអស់តែម្ដង What about your life now? ចុះចំពោះជីវិតរបស់អ្នកគ្នាឥឡូវនេះវិញតែយើងមានការផ្លាស់ប្ដូរដែរ Also, same thing. Vanity of vanities. ឬក៏វានៅតែដដែលយើងមានអារម្មណ៍ថាវានៅតែអាសាអត់ការអត់មានសារៈប្រយោជន៍អីទេ Worldly life. Worldly life. ចឹងគឺជាជីវិតរបស់យើងគឺយើងផ្លាស់ប្ដូរពីការអាសាអត់ការនោះគឺជាជីវិតដែលពោពេញទៅដោយគុណតម្លៃជាច្រើននៅក្នុងជីវិតរបស់យើង Valuable life and meaningful life. គឺជាជីវិតដែលមានអត្ថន័យជ្រាលជ្រៅមែនទែនពីព្រោះយើងបានទទួលសេចក្តីសង្គ្រោះពីព្រះ Why? God so loved you. God made alive. ហើយដោយសារតែព្រះទ្រង់ពិតជាមានសេចក្តីស្រឡាញ់ចំពោះយើងខ្លាំងណាស់ដូច្នេះគឺព្រះគឺទ្រង់បានប្រោសឲ្យយើងបានរស់ឡើងវិញ So that's why in everything give thanks to God. ដូច្នេះហើយមិនថាគ្រប់យ៉ាងគ្រប់កិច្ចការទាំងអស់គឺយើងត្រូវតែថ្វាយការដឹងគុណនិងអរព្រះគុណទៅកាន់ព្រះ We have to have a thankful life. យើងគួរតែរស់នៅដោយមានដួងចិត្តតែងតែអរព្រះគុណគ្រប់កិច្ចការទាំងអស់ It makes us a happy life, peaceful life. ព្រោះតាមរយៈការមួយនោះគឺផ្ដល់ឲ្យជីវិតរបស់យើងគឺយើងរស់នៅពោពេញទៅដោយសុភមង្គលសេចក្តីអំណរនិងភាពសុខសាន្តដ៏ពិតប្រាកដ If you lose God's creation and love, and then your heart become is arrogant. គ្រាន់តែយើងបានរស់នៅហើយគឺយើងបានបាត់បង់មិនបានសញ្ជឹងគិតអំពីព្រះគុណនិងសេចក្តីស្រឡាញ់របស់ព្រះដួងចិត្តរបស់យើងគឺវានឹងចេញនៅភាពក្អើតកតោភាពកោងកាចនិងអំនួតទាំងអស់នោះនឹងចេញមកជាមិន What kind of picture is that? អញ្ចឹងតើរូបនេះជារូបភាពអ្វីទៅបងប្អូនអរគ្នាដឹងអត់ There are in the car, same car. There are people who are so different from each other. អញ្ចឹងដូចនៅពេលដែលយើងមើលរូបភាពខាងលើអញ្ចឹងគឺរូបភាពហ្នឹងគឺគាត់អង្គុយនៅក្នុងឡានជាមួយគ្នាឯងប៉ុន្តែគឺចរិតលក្ខណៈរបស់គាត់ហ្នឹងគឺមើលទៅគឺវាខុសគ្នាតែម្ដង We are all on the same journey of life. ចឹងបើទោះបីជាយើងធ្វើដំណើរទៅក្នុងដំណើរនៃផ្លូវជីវិតមួយទៅជាមួយគ្នាក៏ដោយ But there are people who are so different from each other on the journey of life. ប៉ុន្តែមានមនុស្សជាច្រើនមែនទែនគឺមានលក្ខណៈដែលខុសៗគ្នានៅក្នុងដំណើរដែលយើងនឹងផ្សងព្រេងនឹងដើរទៅជាមួយគ្នាហ្នឹងគឺអត់អាចដូចគ្នានោះទេ Before you are saved, our life like that. ហើយមុននឹងយើងទទួលបានសេចក្តីសង្គ្រោះជីវិតរបស់យើងហ្នឹងគឺបែបនេះគឺដូចបរិបទខាងលើហ្នឹងអញ្ចឹង Meaningless life, meaningless. ប៉ុន្តែគឺជាជីវិតដែលអត់មានគុណតម្លៃមានអត្ថន័យអត់មានក្តីសង្ឃឹមអីទាំងអស់នៅក្នុងជីវិត What about your future, your hope? What about your future? តើអីទៅជាអនាគតរបស់យើងតើអីទៅជាសេចក្តីសង្ឃឹមរបស់យើងក្នុងគ្នា When you die, everything is gone, going to hell. អញ្ចឹងបើយើងអត់មានសេចក្តីសង្គ្រោះទេនៅពេលដែលយើងបាត់បង់ជីវិតទៅយើងចាក់ចេញទៅគឺយើងនឹងត្រូវធ្លាក់ចូលទៅក្នុងបឹងភ្លើងតែប៉ុណ្្នឹង Our life, sinful life, dirtyful life, miserable life, so sad. ជីវិតរបស់យើងជាជីវិតដែលពោពេញទៅដោយអំពើបែកពោពេញទៅដោយភាពសោកសៅសេចក្តីអាក្រក់គ្រប់យ៉ាងគឺនៅក្នុងជីវិតរបស់យើង No hope, no hope. ហើយក៏មានសេចក្តីសង្ឃឹមតែប៉ុណ្ណេះ Only thing is money. តែអញ្ចឹងក៏គឺមានតែលុយចង់បានលុយតែប៉ុណ្្នឹងឯង How can I get my salary to learn this money or something like តែ that? ខ្ញុំគាត់ថាអូតាខ្ញុំមិនទៅដើម្បីខ្ញុំអាចរកលុយឲ្យបានកាន់តែច្រើនជាងមុនអញ្ចឹងទៅ But from the meaningless life to the valuable life. តែនៅពេលដែលព្រះក្នុងបានប្រោសឲ្យយើងទាំងអស់គ្នាបានរស់ឡើងវិញគឺជីវិតរបស់យើងគឺមានការផ្លាស់ប្ដូរពីជីវិតដែលគ្មានគុណតម្លៃគ្មានអត្ថន័យទៅដល់សោះហ្នឹងគឺបដូរមកជីវិតបែបនេះវិញ So to be honest now, right now, to be honest. អញ្ចឹងគឺចាំពេលនេះទៅគឺយើងត្រូវតែមានដួងចិត្តដែលយើងស្មោះត្រង់
What about now your life? ព្រោះលោកគ្រូក៏ចង់សួរសំណួរទៅកាន់បងប្អូនថាតើឥឡូវនេះជួបបងប្អូនអរគ្នាមិនដែរ Now so you happy life, thankful life, peaceful life. ជីវិតយើងបានរស់នៅហើយយើងពោពេញទៅដោយសុភមង្គលសេចក្តីអំណរហើយយើងតែងតែមានដួងចិត្តដែលអរព្រគុណទៅកាន់ព្រះបងប្អូនអរគ្នាមានដួងចិត្តបែបហ្នឹងអត់ To be honest. គឺយើងត្រូវតែស្មោះត្រង់តើបងប្អូនមានឬក៏អត់មានទេ Tell us in your heart. បងប្អូនអាចប្រាប់ពីអីដែលមាននៅក្នុងដួងចិត្តរបស់យើងអត់តើដូចរូបមួយនេះឬក៏រូបខាងនោះ We are completely our life completely transformed. ព្រោះកាលណាតែយើងទទួលបានសេចក្តីសុខរបស់ព្រះហើយជីវិតរបស់យើងគឺមិនអាចនៅតែដដែលបានទេគឺវានឹងមានការផ្លាស់ប្ដូរជាក់ជាមិនខាន Because God made a life. ដោយសារតែព្រះគឺទ្រង់បានប្រោសទ្រង់បានប្រទានឲ្យយើងនឹងគឺបានរស់ឡើងវិញហើយ We were there in trespasses in our sin. ចឹងដូចពីដើមយើងរបស់គ្នាគឺជាអ្នកបានស្លាប់នៅក្នុងសេចក្តីរំលងស្លាប់នៅក្នុងអំពើបាបរបស់យើងទាំងអស់គ្នា God so loved you and God made a life like តែ that. ដោយសារតែព្រះទ្រង់ស្រឡាញ់ដល់យើងជាខ្លាំងណាស់ដូច្នេះទ្រង់ក៏បានប្រោសឲ្យយើងបានរស់ឡើងវិញហើយគឺមានជីវិតបែបនេះ So that's why we must keep this life. ដូច្នេះក៏យើងត្រូវតែរក្សាជីវិតរបស់យើងឲ្យយើងមាននៅជីវិតបែបនេះជានិច្ច Happy life បែបនេះឡើយ If you do not have a happy life, peaceful life, you must repent it. ប៉ុន្តែបើសិនជាបងប្អូនអរគ្នាអាចពិនិត្យអាចឆែកមើលខ្លួនឯងហើយយើងគិតថាយើងអត់មាននៅសេចក្តីសុខសាន្តតែមង្គលនៅក្នុងដួងចិត្តរបស់យើងទេគឺយើងត្រូវតែប្រែចិត្តត្រូវតែលន់តួទៅចំពោះព្រះ Oh, Pastor, I don't know how should I repent, something like that. You and then at the time you must ask God honestly and diligently. ប៉ុន្តែបើសិនជាបងប្អូនយើងអរគ្នាគិតថាអូលោកគ្រូខ្ញុំមិនដឹងថាខ្ញុំត្រូវតែប្រែចិត្តត្រូវតែលន់តួមិនទៅកាន់ព្រះទេប៉ុន្តែគឺពេលនេះគឺមានតែបងប្អូននិងព្រះតែប៉ុណ្ណោះគឺយើងត្រូវតែមានដួងចិត្តដែលស្មោះត្រង់ទៅចំពោះព្រះត្រូវតែស្រែកទៅទូលទៅកាន់ទ្រង់ឲ្យទ្រង់ជ្រាបគ្រប់យ៉ាងនៃដួងចិត្ត You must recover your life, recover. ត្រូវតែផ្លាស់ប្រែត្រូវតែស្ដារនៅដួងចិត្តស្ដារនៅជីវិតរបស់យើងឲ្យយើងបានបែរត្រឡប់មករកទ្រង់ Amen. A Christian life is completely different. ព្រោះថាជីវិតរបស់យើងរស់នៅក្នុងនាមជាគ្រីស្ទបរិស័ទដល់ប៉ុណ្្នឹងគឺមានលក្ខណៈខុសគ្នា Christian life, always going to church and serve the church, give donate money, something like that. ឬក៏បងប្អូនគាត់ថាអូជីវិតជាគ្រីស្ទានពេលខ្លះទៅរៀងពិបាកដែរដោយសារតែថ្ងៃគាត់ឡើងត្រូវទៅវិហារផងត្រូវប្រានៅវិហារផងដាក់ដងវាយផងឬក៏បែបហ្នឹង We keep in mind, God made a life. ប៉ុន្តែពេលយើងទៅចងចាំនោះគឺយើងទៅនឹកចាំអំពីព្រះគុណរបស់ព្រះដែលព្រះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ So that's why we must ask God what your attitude toward the life before Him. ដូច្នេះគឺយើងត្រូវតែស្រែកទៅទូលវត្តទៅកាន់ទ្រង់ដើម្បីឲ្យទ្រង់បំផ្លាញប្រែគ្រប់ទាំងចរិតលក្ខណៈអាកប្បកិរិយារបស់យើងទៅចំពោះព្រះ So that's why we must pray like this. ដូច្នេះហើយនៅពេលយើងអធិដ្ឋានទៅកាន់ព្រះគឺយើងត្រូវតែអធិដ្ឋានដូចនៅខកពីខាងលើនឹងអញ្ចឹង Then we ourselves cannot become as error. ហើយតាមរយៈការនេះគឺបានធ្វើឲ្យខ្លួនយើងខ្លួនឯងផ្ទាល់នេះគឺយើងលែងមាននៅដួងចិត្តពោពេញទៅដោយភាពក្អិតក្តូនទៀតហើយ Amen. We must pray like that. ហើយនេះគឺជាអ្វីដែលយើងត្រូវតែអធិដ្ឋានទៅកាន់ព្រះ 자, 소망된 그냥 모이 비 바이 អោព្រះអង្គម្ចាស់អើយសូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូលបង្គំផងសូមលបងលោឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះសូមតូចមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំហើយនាំទូលបង្គំតាមផ្លូវដល់នៅអកលជានិច្ច Yole, God so loved you. God will fix you, heal you. ចឹងគឺដោយសារតែព្រះគឺទ្រង់ពិតជាស្រឡាញ់ដល់បងប្អូនយើងទាំងអស់គ្នាខ្លាំងណាស់ដូច្នេះគឺព្រះអង្គទ្រង់មួយគឺទ្រង់នឹងបំផ្លាស់បំប្រែនឹងជួសជុលនឹងផ្លាស់ប្ដូរដល់យើងជាក់ជាមិនខាន My Father, my Lord, please search me and know my heart like. ចំណុចនៅក្នុងខពីខាងលើនឹងចឹងអោព្រះអង្គអើយសូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូលបង្គំផង Like that. And then see if there is any wicked way in me. Please fix me, heal me, teach me. ចឹងយើងទៅទទួលទៅកាន់ទ្រង់គឺសូមលបងមើលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំផងសូមទ្រង់បានសម្អាតសូមទ្រង់បានបំផ្លាស់បំប្រែគ្រប់ទាំងដួងចិត្តរបស់កូនផង So and then we become the humble. ចឹងនៅពេលដែលយើងបានមានដួងចិត្តដែលយើងនឹងស្រែកទូលវត្តនឹងអធិដ្ឋានទៅកាន់ព្រះពេលនោះគឺយើងនឹងមាននៅដួងចិត្តដែលយើងបន្ទាបខ្លួនទៅចំពោះព្រះនឹងមាននៅដួងចិត្តដែលរៀបសារនោះជាក់ជា Then God will give you
grace and more, much more. ហើយព្រះគឺទ្រង់នឹងចាក់បំពេញនឹងផ្ដល់ឲ្យគ្រប់ទាំងព្រះគុណរបស់ទ្រង់សម្រាប់យ៉ាងមកកម្មរបស់យើងបន្ថែមហើយបន្ថែមទៀតគឺកាន់តែច្រើនឡើងទៅជាដរាប Amen. What about this picture? ចុះចំពោះរូបខាងលើមួយនេះវិញជារូបភាពអ្វីទៅ You know, in the world there are so many people pretend to be humble on the outside. អញ្ចឹងនៅក្នុងផានយើងមួយនេះគឺមានមនុស្សច្រើនមែនទេដែលគាត់រស់នៅហើយគាត់ព្យាយាមធ្វើម៉េចអាកប្បកិរិយារបស់គាត់ហ្នឹងគឺសំដែងចេញទៅដូចជាអ្នកដែលមានដួងចិត្តដែលរៀបសារមែនទេ But deep down think I am better than you. ប៉ុន្តែចំពោះនៅក្នុងដួងចិត្តរបស់គាត់វិញនៅពេលដែលគាត់កាន់តែគាត់ខ្លួនឯងទេចឹងណាគាត់ចិត្តប្រៀបធៀបចឹងណាខ្ញុំក៏ល្អជាងនេះអ្នកនោះចឹងទៅ My position, my money, something like my authority, better than you. ពេលខ្លះចឹងទៅលុយគាត់នៅក្នុងចិត្តតែចឹងយ៉ាងហោចណាស់ខ្ញុំក៏ល្អជាងអ្នកឯងដែរការងាររបស់ខ្ញុំមុខតំណែងរបស់ខ្ញុំកាតព្វកិច្ចទូនាទីរបស់ខ្ញុំចឹងទៅល្អជាងអ្នកឯងដែរ Yeah, so people said, oh, this girl, this guy is a humble person like that. But God knows your heart. ចឹងពេលខ្លះមនុស្សគឺតែមានការថាអូមើលទៅអ្នកនេះមើលទៅគាត់រៀបសារអញ្ចឹងគាត់ល្អអញ្ចឹងចឹងទៅប៉ុន្តែគឺមានតែព្រះតែប៉ុណ្ណោះដែលជ្រាបគ្រប់យ៉ាងនៃដួងចិត្តរបស់មនុស្ស Amen. We cannot deceive God. ហើយយើងក៏មិនអាចធ្វើការបោកបញ្ឆោតទៅកាន់ព្រះបាននោះឡើយ So Ephesians chapter 3 verse 8. This verse you must memorize this Bible verse. ចឹងដោយខកពីអេពីសូតចំពោះ3ខ8នេះគឺគាត់ពិតជាសូមឲ្យបងប្អូនអរគ្នានេះគឺយើងត្រូវតែចងចាំវាទុកនៅក្នុងដួងចិត្តរបស់យើង សូមអង្គទាំងគ្នា1 2 3 ទ្រង់បានប្រទានព្រះគុណនេះគឺជាសម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបានមកខ្ញុំដែរជាអ្នកតូចជាងបំផុតក្នុងពួកបរិសុទ្ធទាំងអស់ឲ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសត្វដទៃ Amen. So like this. I am less than the least of all the saints. ចឹងក៏ដូចក្នុងខកពីខាងលើចឹងគឺជាអពរគាត់បាននិយាយថាគឺខ្ញុំគឺជាអ្នកដែលតូចបំផុតក្នុងចំណោមពួកបរិសុទ្ធ Like this. គឺបែបនេះ So if you examine yourself well before God. ចឹងកាលណាតែយើងបានពិនិត្យមើលខ្លួនឯងយើងតែងតែឆែកមើលខ្លួនឯងឲ្យបានល្អិតល្អន់ចំណិចនៅចំពោះព្រះ Then you cannot become higher than others. នៅពេលនោះគឺយើងពិតជាអាចមានក្នុងចិត្តដែលយើងចង់ដំកើងខ្លួនឯងឲ្យខ្ពស់ជាងអ្នកដទៃនោះឡើយគឺយើងតែងតែចង់បន្ទាបខ្លួនឯងជានិច្ច សូមអង្គទាំងគ្នា1 2 3 ខ្ញុំជាពួកបរិសុទ្ធតូចបំផុតក្នុងចំណោមពួកបរិសុទ្ធទាំងអស់ God gives grace more to the humble. ហើយយើងត្រូវតែចងចាំថាព្រះគឺទ្រង់ប្រទាននៅព្រះគុណរបស់ទ្រង់ទៅកាន់អ្នកដែលមានដួងចិត្តរៀបសារ Amen. Then you can grow your personally, and then you can grow. We can grow our church in Phnom Penh Church. អញ្ចឹងនៅពេលដែលយើងបាននៅហើយយើងមានដួងចិត្តបែបនោះទាំងអស់គ្នាប្រកបណាមិនថាខ្លួនយើងខ្លួនឯងផ្ទាល់ក៏យើងមានការរីកចម្រើនទៅហើយព្រះវិហាររបស់យើងក៏នឹងមានការរីកចម្រើនទៅជាមួយគ្នាដែរ And then like this, we are like. សូមអង្គទាំងគ្នា1 2 3 ពាក្យនេះគួរជឿហើយគួរទទួលគ្រប់យ៉ាងគឺថាព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាបដែលខ្ញុំនេះជាលេខ1ក្នុងពួកគេ Yes, we are sinners. Jesus came into the world to save you. ចំពោះយើងអ្នកគ្នាយើងគឺអត់មានអីទាំងអស់នៅចំពោះព្រះដែលយើងមានគឺយើងមានតែអំពើបាបតែប៉ុណ្ណោះប៉ុន្តែព្រះសូរគ្រីស្ទគឺទ្រង់បានយាងមកដើម្បីនឹងជួយសង្គ្រោះដល់យើង What kind of sinner is that? តើយើងជាមនុស្សមានអំពើបាបបែបណា I'm just sinner. ឬក៏ថាគ្រាន់តែជាអ្នកមានអំពើបាបទេ I'm sinner of whom I am chief. នេះហើយគឺជាអ្វីដែលយើងចង់អត់ខ្លួនក្នុងការនោះគឺគួរថាដំណើរបែបនេះគឺថាខ្ញុំនឹងឯងគឺជាអ្នកដែលមានអំពើបាបលេខ1មកគឺក្នុងចំណោមមនុស្សទាំងអស់ That means I am chief of sinner. ចឹងគឺខ្ញុំឯងគឺជាអ្នកដែលមានបាបគឺធំជាងគេគឺលេខ1តែម្ដង Amen. So, but God so loved you and saved you. តែយ៉ាងណាគឺព្រះគឺទ្រង់ពិតជាមាននៅសេចក្តីស្រឡាញ់ដែលធំធេងដែលយើងមិនអាចនឹងថ្លែងបានអំពីសេចក្តីស្រឡាញ់ So that's why we must have a grateful heart. ដូច្នេះគឺយើងគួរតែមានដួងចិត្តដែលយើងត្រូវតែអរព្រគុណត្រូវតែដឹងគុណទៅកាន់ព្រះជារៀងរាល់ពេល And that must be humble. ហើយយើងត្រូវតែបន្ទាបខ្លួននៅចំពោះព្រះត្រូវតែមាននៅដួងចិត្តដែលរៀបសារ What kind of picture is that? ច
ចាំបងប្អូនដឹងថាតើរូបខាងលើនេះជារូបភាពអ្វីអត់ If you look at first Samuel, King Saul chased King David to kill him. ចាំសិនជាបងប្អូនមើលទៅកាន់ព្រះគម្ពីរសាមយូអែលខ្សែទី1ក្នុងនោះគឺបានចែងអំពីជីវិតរបស់ស្ដេចសាឡូមូនហើយនិងដាវីតអញ្ចឹងគឺស្ដេចសូលអញ្ចឹងគឺគាត់តែងតែព្យាយាមក្នុងការដេញដើម្បីនឹងសម្លាប់ដល់ដាវីត Where is David? I will kill him. គឺគាត់ពិតជាព្យាយាមក្នុងការរកដាវីតនឹងគឺគ្រប់ទីកន្លែងទាំងអស់គឺដើម្បីចង់សម្លាប់ដល់គាត់ Why did Saul trying to kill David? បងប្អូនដឹងថាតើហេតុអីទើបស្ដេចសូលគាត់ព្យាយាមក្នុងការរកស្ដេចដាវីតហើយត្រូវសម្លាប់គាត់ចឹងដោយសារអីអត់បងប្អូន Why? I don't buy. ដោយសារអីទៅ Huh? មានបងប្អូនណាដឹងអត់ I don't buy. Saul young trying to kill David always win. ពីរូបខាងលើនឹងអញ្ចឹងគឺស្ដេចសូលនឹងគឺគាត់ព្យាយាមក្នុងការរកដាវីតគ្រប់ទីកន្លែងទាំងអស់ហើយគាត់ចង់សម្លាប់ចឹងឡើយនឹងគាត់គឺជា King Saul, yeah, King Saul. គាត់មិនធម្មតាតែគាត់គឺជាស្ដេច David is like a little, shepherd. ប៉ុន្តែចំពោះដាវីតវិញគាត់អត់មានអីទេគាត់ពេលហ្នឹងគាត់ប្រៀបដូចតែជាអ្នកកងវៀនជាមតែប៉ុណ្ណោះ King Saul, little shepherd, is trying to kill him. Why? តែបងប្អូនហាក់ឆ្ងល់អត់អីទៅស្ដេចសូលគាត់មានងារជាស្ដេចហើយតែគាត់ចង់តាមសម្លាប់ដាវីតដែលជាអ្នកខ្វាជាមទៅវិញដោយសារអីទៅបងប្អូនដឹងអត់ 그러면 next 몰라? 그러면 또 나는 because of jealousy. អញ្ចឹងគឺស្ដេចសូលទោះបីជាគាត់ជាស្ដេចហើយគាត់នៅតែចង់សម្លាប់ដាវីតហ្នឹងគឺដោយសារតែសេចក្តីចំណែនគឺគាត់ចំណែនដល់ដាវីត I will kill David because he has his jealousy. ចឹងក្នុងការដែលគាត់តាមសម្លាប់តាមប្រមាញ់តាមរកឲ្យឃើញដាវីតហ្នឹងគឺដោយសារតែគាត់មានសេចក្តីចំណែនចំពោះដាវីត At the time, Israel people of Israel, they say like, oh, David better than you. ចឹងដោយសារតែពេលហ្នឹងគឺរាជអ៊ីស្រាអែលហ្នឹងគឺបាននិយាយទៅកាន់ស្ដេចសូលថាចាគឺដាវីតហ្នឹងគឺល្អជាងស្ដេចសូលហ្នឹងទៅទៀត And one day he will be king in Israel. ហើយសិនទៅគឺថាថ្ងៃណាមួយគឺឯងនឹងទៅសម្លាប់រាជអ៊ីស្រាអែលជាមិនខាន He has jealousy. ចឹងហើយតាមការរយៈមួយនោះឯងទៅធ្វើឲ្យសូលហ្នឹងគឺគាត់មានក្នុងចិត្តដែលចំណែនទៅដល់ដាវីតជាខ្លាំង But David has many times David has biggest opportunity to kill himself. ប៉ុន្តែយ៉ាងណាក្តីគឺដាវីតហ្នឹងគឺគាត់មាននៅឱកាសច្រើនដងទេដែលគាត់អាចនឹងសម្លាប់ទៅដល់ស្ដេចសូលបាន But he didn't. ប៉ុន្តែគឺគាត់អត់សម្លាប់សូលឡើយ David always he must to solve the some problem in God's way. ព្រោះឯគ្រប់ទាំងអ្វីគ្រប់យ៉ាងដែលបានកើតនៅចំពោះជីវិតរបស់គាត់តែងតែគិតថាគាត់អាចដោះស្រាយបញ្ហានៅជីវិតរបស់គាត់គឺឲ្យទៅតាមផ្លូវនិងបំណងអតីតរបស់ព្រះវិញមិនធ្វើតាមចិត្តខ្លួនឡើយ That is a key point. នេះហើយគឺជាចំណុចដែលសំខាន់បំផុតដែលយើងអាចរៀនបានពីចំណុចមួយហ្នឹង Always David be patient, perseverance. ដែលគឺគាត់តែងតែមាននៅដួងចិត្តដែលរងទ្រាំមាននៅការអត់ធ្មត់តែងតែរងចាំនៅជំនួយដែលមកអំពីព្រះ David trust God always. ហើយគាត់តែងតែមានការទុកចិត្តទៅកាន់ព្រះគ្រប់ទាំងផ្លូវនៃជីវិតរបស់គាត់ទាំងអស់ God will solve my problem. So that's why I am just waiting for God. ហើយគាត់ក៏មានដួងចិត្តដែលនឹងជឿជាក់ទៅកាន់ព្រះថាព្រះប្រកបជានឹងដោះស្រាយគ្រប់ទាំងបញ្ហាសម្រាប់គាត់ដូច្នេះគាត់គ្រាន់តែទន្ទឹងរង់ចាំជំនួយដែលមកអំពីព្រះ And then he always has a humble mind. ហើយដាវីតគឺគាត់តែងតែមានដួងចិត្តដែលបន្ទាបខ្លួនមានដួងចិត្តដែលរៀបសារជានិច្ចនៅចំពោះព្រះ He said it was like that. ហើយគាត់ក៏បាននិយាយបែបនេះដូចនៅក្នុងខគម្ពីរខាងលើដែរ 소망되어 그냥 모이 비바이 ដូច្នេះសូមកុំឲ្យឈាមទូបង្គំបានស្រក់ចុះទៅដីឃ្លាតពីចំពោះព្រះយេហូវ៉ាឡើយបិទស្ដេចនៃសាសអ៊ីស្រាអែលបានចេញមកដើម្បីនឹងរកតែចៃទេដូចជាការគេដេញតាមក្រួចនៅលើភ្នំដែរ David said to Saul at the time, David described himself to King Saul as a flea and partridge. អញ្ចឹងនេះហើយគឺជាអ្វីដែលដាវីតនឹងគឺគាត់បាននិយាយទៅកាន់ស្ដេចសូលដែលគាត់បានរៀបរាប់ពីខ្លួនឯងនេះគាត់ប្រៀបដូចជាចៃហើយប្រៀបដូចជាសត្វក្រួចដែលនៅលើភ្នំអញ្ចឹង So that's why David received much grace because he was humble. ចឹងហើយគឺដាវីតគឺគាត់ទទួលបានព្រះគុណដ៏ច្រើនលោកមកពីព្រះគឺដោយសារតែគាត់មាននៅដួងចិត្តដែលរៀបសារនោះឯង Oh, King Saul, I am
flee. ចឹងគឺព្រោះគាត់បាននិយាយតែកាន់ចូលតែហាត់អីក៏មិនត្រូវតាមរកខ្ញុំសម្រាប់ខ្ញុំទៅអីព្រោះខ្ញុំអត់មានអីទេខ្ញុំដូចជាចៃដល់ទូចមួយអញ្ចឹង Oh, why do you trying to kill me? I'm just nothing. I'm fleeing. ហាត់អីក៏លោកបែរជាតាមរកខ្ញុំចង់សម្រាប់ខ្ញុំទៅវិញព្រោះខ្ញុំគាត់តែជាកូនចៃដល់ទូចមួយនឹងខ្ញុំអត់មានអីផងហ្នឹងគាត់បាននិយាយបែបហ្នឹង Did you see that? Flee 이렇게. បងប្អូនឃើញអត់ចឹងដូចចៃដល់ទូចខាងលើហ្នឹង Flee 이러잖아요. ពេលថាចៃនៅតាមក្បាលយ៉ាងណា How is it nothing? Why do you គាត់ scare និយាយខ្លួនឯ me? ងបែបហ្នឹងគាត់បានថាគាត់ពិតដូចជាកូនចៃដល់ទូចមួយហ្នឹងអញ្ចឹងហើយអីទៅចង់សម្រាប់គាត់អញ្ចឹង Like that. He always has a humble mind. ចឹងនេះហើយគឺជាអ្វីដែលព្រះទ្រង់ចង់បង្ហាញឲ្យយើងមិនដឹងថាគឺដូចដែលវាចឹងគឺគាត់តែងតែមាននៅដួងចិត្តដែលផ្សារ So that's why God gives him more and more grace. កាលណាតែគាត់កាន់តែបន្ទាបខ្លួនអញ្ចឹងព្រះក៏កាន់តែប្រទានគ្រប់ទាំងព្រះពរនិងព្រះគុណទៅកាន់ជីវិតរបស់គាត់ដូចគ្នា Amen. Must be we have to be humble mind. ចឹងជាអ្វីដែលយើងបានរៀនសូត្រជាមួយគ្នានៅពេលនេះគឺយើងត្រូវតែមានដួងចិត្តដែលយើងត្រូវតែបន្ទាបខ្លួនជានិច្ច And then let's go to Matthew 20:26. 소망되었군요. 모이 비바이. ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយគឺអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើជាធំនោះនឹងត្រូវធ្វើជាអ្នកបម្រើដល់អស់អ្នករាល់គ្នាវិញហើយអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ1អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ Yes, that is true. នេះគឺជាសេចក្តីពិត 니그제의 secret first. You let keep in mind. Must be humble. ចឹងសូមបងប្អូននឹងចងចាំនៅក្នុងខកពីនេះតោះហើយយើងត្រូវតែមានដួងចិត្តដែលរៀបសារ We help each other. ហើយយើងត្រូវតែមានការស្រឡាញ់គ្នាទៅវិញទៅមកត្រូវតែជួយដល់គ្នាទៅវិញទៅមក Humble person can help just others. ចឹងគឺមានតែអ្នកដែលគាត់មានដួងចិត្តដែលគាត់ចេះប្រទាបខ្លួនចេះរៀបសារចេះចុះតែប៉ុណ្ណោះតែគាត់អាចនឹងជួយទៅដល់អ្នកដទៃបាន God so love the humble Christian. ហើយព្រះទ្រង់ក៏មានព្រះអតីតស្រឡាញ់ដល់គ្រីស្ទានដែលគាត់ចេះបន្ទាបខ្លួននិងមានដួងចិត្តដែលរៀបសារ You let I am less than the least of all saints. យើងត្រូវតែចងចាំថាខ្ញុំគឺជាអ្នកដែលតូចបំផុតក្នុងចំណោមពួកបរិសុទ្ធទាំងអស់ Just but you know we are just we are just sinner but now we are God's children because of God's love. ចឹងបងប្អូនអាចគិតថាជួយរបស់យើងដល់គ្នាពីដើមគឺយើងអត់មានអ្វីតតែសោះយើងគ្រាន់តែជាមនុស្សមានអំពើបាបដ៏ធំនៅចំពោះទ្រង់ប៉ុន្តែទ្រង់គឺមានសេចក្តីស្រឡាញ់ធំធេង One condition God so love you. មួយប៉ុណ្ណោះគឺដោយសារតែសេចក្តីស្រឡាញ់នោះឯងគឺទ្រង់ពិតជាស្រឡាញ់ដល់យើងអត់មានលក្ខខណ្ឌអ្វីទាំងអស់ Please remember God's love. ដូច្នេះសូមបងប្អូនត្រូវតែរស់នៅត្រូវតែនឹកចាំត្រូវតែចងចាំអំពីសេចក្តីស្រឡាញ់របស់ទ្រង់ព្រោះតែខ្យល់ដង្ហើមចិញ្ចោរបស់យើងគឺរៀងរាល់ Remind us ត្រូវតែក្រើនរំលឹកត្រូវតែដាស់តឿនខ្លួនឯងឲ្យនឹកចាំអំពីសេចក្តីស្រឡាញ់របស់ទ្រង់ how God so loved me. ដែលយើងត្រូវតែមានដួងចិត្តថាតើព្រះទ្រង់ពិតជាស្រឡាញ់ដល់ខ្ញុំវិញខ្លាំងប៉ុណ្ណាទៅ Your spiritual state will recover them. តាមរយៈការមនុស្សគឺធ្វើឲ្យយើងមនុស្សនៅយើងចេះបន្ទាបខ្លួនហើយធ្វើឲ្យបរិញ្ញារបស់យើងនឹងគឺនឹងកាន់តែកើនឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល Amen. Today the final verse. នេះគឺជាខកពីចុងក្រោយសម្រាប់ថ្ងៃនេះដែលយើងនឹងរៀនជាមួយគ្នា Let us not forget that humility bring grace and pride bring destruction. សូមបងប្អូនកុំឲ្យភ្លេចថាការដែលយើងមានក្នុងចិត្តដែលរៀបសារនោះយើងនឹងទទួលបាននៅព្រះគុណមកពីព្រះប៉ុន្តែបើយើងមាននៅសេចក្តីអំណួតនោះនឹងពំនាំនៅភាពវិនាសមកកាន់ជីវិតយើងជាមិនខាន Let's memorize this Bible verse. យើងនឹងចងចាំនៅខគម្ពីរខាងលើនេះ Psalm angtiang kriya moi pi pai មុននឹងត្រូវវិនាសនោះចិត្តមនុស្សកើតមានសេចក្តីឆ្មាំងឆ្មៃឯសេចក្តីរៀបសារនោះរមែងតែងនាំមកកិត្តិយស Amen. You know, pride bring destruction. ចឹងគឺបងប្អូនយើងត្រូវតែចងចាំថាសេចក្តីអំនួតភាពឆ្មាំងឆ្មៃគឺនឹងនាំឲ្យយើងទៅរកសេចក្តីវិនាសហិនហោច Something little wounded, not destruction. អញ្ចឹងគឺមិនមែនគ្រាន់តែធ្វើឲ្យយើងខូចខាតផែនណាមួយទេគឺនឹងបំផ្លាញយើងឲ្យយើងវិនាសហិនហោចទៅតែម្ដង Keep in mind what is the today main topic. អញ្ចឹងបងប្អូនតើថ្ងៃនេះយើងបានរៀនជាមួយគ្នាតើអីទៅដែលសំខាន់សម្រាប់មេរៀននេះជាអីទៅ
today's topic. តើប្រធានបទមេរៀនដែលយើងរៀននៅថ្ងៃនេះជាមួយគ្នានឹងតើអីទៅដែលជាចំណុចសំខាន់ Humanity Unity also. God resists the pride. អញ្ចឹងគឺអ្វីដែលយើងត្រូវដឹងនោះគឺព្រះគឺត្រង់នឹងថាគឺត្រង់នឹងបដិសេធអ្នកដែលមានដួងចិត្តដែលពោពេញទៅដោយសេចក្តីអំនួតភាពខ្លួនឯង God gives grace the humble more and more. តែគឺត្រង់នឹងចាក់បំពេញនឹងប្រទានគ្រប់ទាំងព្រះគុណរបស់ទ្រង់ទៅកាន់អ្នកដែលមានដួងចិត្តរិះសាបន្ថែមហើយបន្ថែមទៀតទៅ Amen. And then, if you want to recover your happy life, true, peaceful life, you must repent. ចំណុចពេលខ្លះនៅពេលដែលយើងបានសញ្ជឹងគិតមើលម្ល៉េះខ្លួនឯងយើងមានអារម្មណ៍ថាយើងដូចជាបាត់បង់នៅសេចក្តីសុខសាន្តរបស់ព្រះគឺយើងត្រូវតែសាស្ដាប់ដួងចិត្តនោះត្រឡប់មកវិញតាមរយៈការដែលយើងត្រូវតែលំទួនិងបែរត្រឡប់ទៅរកព្រះ If you have something, I am better than him, her, something like that, and judge the other, hate something like that, you must repent. That is, humble life. ហើយបើសិនជានៅក្នុងដួងចិត្តរបស់បងប្អូនយើងទាំងអស់គ្នាយើងមានតែការដែលយើងជាយាមក្នុងការប្រៀបធៀបខ្លួនឯងกับអ្នកដទៃដែលយើងគិតថាយ៉ាងណាខ្ញុំក៏ល្អជាងអ្នកនោះចឹងទៅឬក៏យើងនិយាយនេះឆៃតែកាលណាម្នាក់យើងត្រូវតែដកយកទៅដួងចិត្តនោះតាមរយៈការយើងនឹងប្រែចិត្តនឹងអធិដ្ឋាន God will give you true blessing, surely. ព្រោះថាព្រះគឺទ្រង់នឹងប្រទាននៅព្រះពរដ៏ពិតរបស់ទ្រង់មកកាន់យើងជាក់ជាមិនខាន Amen. Amen. Let's pray together. ចឹងឥឡូវនេះយើងប្រែអធិដ្ឋានបញ្ចប់ជាមួយគ្នា Our Heavenly Father, we know that we were dead in our trespasses in sin. ពីដែលកូនអរគ្នាគឺបានប្រតិដឹងថាកូនគឺជាអ្នកដែលបានស្លាប់នៅក្នុងសេចក្តីរំលងនិងអំពើបាបរបស់កូនរាល់គ្នា But you loved us, made us alive. ប៉ុន្តែគឺទ្រង់បានមានសេចក្តីស្រឡាញ់នៃការមេត្តាចំពោះកូនទ្រង់ក៏បានប្រើកូនទាំងអស់គ្នាបានរស់ឡើងវិញ Thank you for giving us these true blessings. ហើយកូនបញ្ជាសូមអរព្រះគុណដែលទ្រង់បានប្រទាននៅព្រះពរដ៏ពិតមួយនេះមកកាន់កូន We don't know how to repay for your grace and love. ពីដែលកូនបញ្ជាមិនដឹងថាកូននឹងត្រូវរស់នៅយ៉ាងណាដើម្បីកូនអាចតបស្នងគ្រប់ទាំងព្រះគុណនិងសេចក្តីស្រឡាញ់ដែលទ្រង់បានប្រទានមកកាន់កូនឡើយ Father, please give us this opportunity so that we can repay for your grace and love. ដោយសូមទ្រង់បានផ្ដល់ឱកាសដល់កូនអរគ្នាដើម្បីកុំរស់នៅនិងតបស្នងគ្រប់ទាំងព្រះគុណនិងសេចក្តីស្រឡាញ់ដ៏ធំធេងនោះផង Father, please help us so that we cannot forget your love and grace even for a moment. ពីដែលសូមទ្រង់បានគង់នៅជាជំនួយដល់កូនអរគ្នាដើម្បីកុំរស់នៅនិងមិនដែលភ្លេចអំពីព្រះគុណនិងសេចក្តីស្រឡាញ់របស់ទ្រង់សូម្បីតែមួយវិនាទីណាឡើយ Thank you for letting us here together and teach us with your word. ហើយកូនបញ្ជាសូមអរព្រះគុណដល់ទ្រង់ដែលទ្រង់បានផ្ដល់ឱកាសនិងញែកពេលវេលាកូនបានចុះមករៀននៅព្រះបន្ទូលរបស់ទ្រង់ជាមួយគ្នានៅ And ពេល thank នេះ you for everything we pray in the name of our Lord Jesus ហើ Christ. យក៏សូមអរព្រះគុណទ្រង់សម្រាប់គ្រប់យ៉ាងនិងគ្រប់ប្រការអរគុណដែលថាទូថ្វាយនៅក្នុងព្រះនាមព្រះអម្ចាស់គឺព្រះយេស៊ូវគ្រីស្ទ Amen.